បាទថ្ងៃនេះខ្ញុំបាទលៀងលេងដែលជា founder នៃសមាគមអ្នកផលិតចំណីអាហារកម្ពុជាហើយក៏ដូចជាតាំងនាមខ្ញុំបាទជាម្ចាស់សហគ្រាសទឹកត្រីលៀងលេងបាទដែលមានផលិតនៅផលិតផលទឹកត្រីទឹកស្អ៊ីវទឹកខ្មេះទឹកម្ទេសទឹកប្រេងខ្យងដែលជាម្ហូបគ្រឿងទេសបាទដែលផ្គត់ផ្គង់ឲ្យផ្ទះបាយដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងតែងតែប្រើប្រាស់ជាប្រចាំថ្ងៃបាទម្ល៉េះហើយតាំងនាមខ្ញុំបាទជា SME មួយរូបបាទខ្ញុំថ្ងៃនេះសូមសរបញ្ជាក់នៅអ្វីដែលខាងសហគ្រាសលៀងលេងតែងតែយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់ក៏ដូចជាធ្វើយ៉ាងណាលើកកម្ពស់នៅមុខមាត់ផលិតផលជាតិខ្មែរបាទផលិតផលខ្មែរផលិតដោយកូនខ្មែរហើយបង្កើតនៅលើទឹកដីខ្មែរបាទដែលតែងតែយកចិត្តទុកដាក់ក្នុងការមើលថែរក្សានៅសុខុមាលភាពពុកម៉ែបងប្អូនក៏ដូចជាតាមរយៈនៃការផលិតដោយគុណភាពផលិតដោយអនុលោមភាពស្តង់ដា ISO 9001 ISO 22000 និងស្តង់ដា Halal ក៏ដូចជាថ្មីនេះខាងសហគ្រាសលៀងលេងទទួលបាននៅវិញ្ញាបនបត្រស្តង់ដា CQS បាទដែលជាស្តង់ដាកម្ពុជាមួយរបស់ក្រសួងកសិកម្មបាទក៏ដូចជាស្តង់ដាដែលចេញដោយ EU បាទខាងសហគមន៍អឺរ៉ុប UNIDO បាទម្ល៉េះហើយធ្វើឲ្យសហគ្រាសលៀងលេងមានមុខមានមាត់នៅលើឆាកទាំងឆាកជាតិនិងអន្តរជាតិយើងអាចប្រកួតប្រជែងបានទាំងគុណភាពទាំងតម្លៃហើយទាំងសុវត្ថិភាពជាមោទនភាពមែនទែនដែលសហគ្រាសលៀងលេងបានផលិតនៅផលិតផលដែលមានស្តង់ដា ISO បាទ ISO 9001និង ISO 22000ដែល cover ទៅលើទឹកត្រីនិងទឹកស្អ៊ីវនេះគឺទើបតែមានសហគ្រាសលៀងលេងមួយគត់ដែលទទួលបាននៅក្នុងស្រុកខ្មែរទាំងមូលតែម្ដងនេះហើយជាមោទនភាពហើយធ្វើឲ្យសហគ្រាសលៀងលេងក៏ដូចជាបុគ្គលិកលៀងលេងទាំងអស់គ្រប់ជាន់ថ្នាក់បាទមិនថាជាបុគ្គលិកថ្នាក់កម្ពុជាក៏ដូចជាបុគ្គលិកថ្នាក់ក្រោមគឺមានឆន្ទៈបដិញ្ញាចិត្តអនុវត្តនៅចលនាក្នុងការផ្គត់ផ្គង់ផលិតផលដែលមានសុវត្ថិភាពដើម្បីផ្គត់ផ្គង់ជូនពុកម៉ែបងប្អូនដែលជាម្ចាស់អាជីវករក៏ដូចជាអ្នកប្រើប្រាស់បាទដែលជាជនជាតិខ្មែរក្តីនាំទៅបរទេសក្តីគឺយើងស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសជឿនលឿនរបស់គេបាទតាមលោកលៀងលេងដែលជាម្ចាស់សហគ្រាសលៀងលេងបានឲ្យដឹងដែរថាសហគ្រាសរបស់លោកក៏បានចាប់ផ្ដើមបង្កើតឡើងតាំងពីឆ្នាំ2000មកម្ល៉េះប៉ុន្តែកាលនោះគឺមានលក្ខណៈខ្នាតតូចបែបគ្រួសារដោយមានកម្មករតែ2-3នាក់ហើយផលិតតែទឹកត្រីប៉ុណ្ណោះក្រោយមកពីមួយឆ្នាំទៅមួយឆ្នាំដំណើរអាជីវកម្មរបស់សហគ្រាសលោកបានរីកចម្រើនជាលំដាប់ដែលមកទល់ពេលនេះមានបុគ្គលិកធ្វើការគ្រប់ផ្នែកជាច្រើនអ្នកលោកបញ្ជាក់ថាការដែលលោកបង្កើតសហគ្រាសនេះឡើងគឺដោយសារតែដើមឡើយឪពុកម្ដាយរបស់លោកក៏ជាអ្នកផលិតទឹកត្រីទឹកស៊ីអ៊ីវដែរគឺតាំងពីឆ្នាំ1981មកម្ល៉េះក្រោយមកដោយសារសង្កេតឃើញទីផ្សារក្នុងប្រទេសកម្ពុជាមានលក្ខណៈទូលំទូលាយហើយការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគនៅលើទីផ្សារក៏នៅមានការខ្វះចន្លោះនៅឡើយដូច្នេះទើបនៅឆ្នាំ2000លោកក៏ចាប់ផ្ដើមបោះដំណើរការសហគ្រាសនេះរហូតពង្រីកអាជីវកម្មមកដល់សព្វថ្ងៃតែម្ដងក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មដែល start up ដំបូងបាទបង្កើតអាជីវកម្មដំបូងលៀងលេងមានសហគ្រាសលៀងលេងតែមួយមានបុគ្គលិកតែ2នាក់គត់បាទតែ2នាក់គត់បាទកាលពី8 10ឆ្នាំមុនហ្នឹងបាទហើយដោយការខិតខំប្រឹងប្រែងក៏ដូចជាការយកចិត្តទុកដាក់បាទហើយនឹងទាំងបុគ្គលិកទាំងថ្នាក់ដឹកនាំគឺមានការតស៊ូមានការបដិញ្ញាចិត្តក្នុងការផលិតនិងផ្គត់ផ្គង់ម្ហូបអាហារដោយមានការប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលម្ល៉េះហើយធ្វើឲ្យសហគ្រាសលៀងលេងមានវាថាផ្នត់គំនិតច្បាស់លាស់មាន business plan ច្បាស់លាស់ហើយយើងមានការបដិញ្ញាចិត្តមោះមុតយ៉ាងច្បាស់លាស់ធ្វើឲ្យអតិថិជនយកចិត្តទុកដាក់ទៅលើហើយក៏ដូចជាគាត់ថាមានការគ្រប់គ្រងពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យលៀងលេងមានមោទនភាពហើយលៀងលេងមានដូចថាផ្នត់គំនិតនិងការតាំងចិត្តយ៉ាងមុតមមបន្ថែមទៀតនៅដើម្បីតបស្នងដល់អតិថិជនរបស់លៀងលេងគឺលៀងលេងបានស្រាវជ្រាវនៅផលិតផលបន្ថែមពីលើនោះទៀតពីមុនយើងផលិតតែទឹកត្រីឯងបាទទឹកត្រីកញ្ចាញ់ច្រាស់យើងផលិតតែមួយមុខហ្នឹងឯងក្រោយមកបានយើងមានផលិតជាទឹកស្អ៊ីវមានផលិតជាទឹកប្រេងខ្យងមានផលិតជាទឹកសៀងទឹកម្ទេសអីជាបន្តបន្ទាប់នេះហើយគឺជាការ
ស្រាវជ្រាវក៏ដូចជាការកាត់បន្ថយនៅទំនិញនាំចូលបាទពីមុនមកទឹកប្រេងខ្យងទឹកអីសឹងតែនាំចូល 100% ឯងតែឥឡូវលេងបានគត់គង់មិនថាទឹកត្រីទឹកស៊ីអ៊ូទឹកប្រេងខ្យងគឺយើងមានគ្រប់25ខេត្តក្រុងនេះហើយគឺជាមោទនភាពរបស់លេងលេងហើយមិនមែនយើងធ្វើដោយដូចថាมันមានការសិក្សាស្វែងយល់ក៏ដូចថាយើងចេះតែធ្វើដើម្បីតែប្រាក់ចំណេញនេះគឺយើងធ្វើគឺយើងគិតទាំងអស់បាទក្នុងផ្នត់គំនិតរបស់លេងលេងនៅក្នុង vision របស់លេងលេងគឺយើងផ្ដោតទៅលើសុវត្ថិភាពជាចម្បងតម្លៃថ្លៃដើមគឺជាបញ្ហាសំខាន់ដែលយើងប្រកួតប្រជែងជាមួយផលិតផលនាំចូលយើងមិនមែនគិតតែប្រាក់ចំណេញតែមួយមុខទេគឺយើងគិតគ្រប់ទាំងអស់អភិវឌ្ឍទាំងធនធានមនុស្សអភិវឌ្ឍទាំងបុគ្គលិកតាំងពីបុគ្គលិកថ្នាក់លើថ្នាក់ក្រោមấyគឺយើងអភិវឌ្ឍគាត់ទាំងអស់ដើម្បីឲ្យគាត់ខ្លាយទៅជាបុគ្គលិកម្នាក់ដែលមានឆន្ទៈក្នុងការផលិតនៅវត្ថុនៅម្ហូបអាហារដែលមានសុវត្ថិភាពដើម្បីផ្គត់ផ្គង់បាទដែលធ្វើឲ្យលេងលេងមានការរីកចម្រើនរហូតដល់សប្តាហ៍ថ្ងៃនេះរហូតដល់បុគ្គលិកយើងសឹងតែចូលដល់ជាង100នាក់ទៅហើយបាទសប្តាហ៍ថ្ងៃ បើយើងពិនិត្យមើលនៅក្នុងអគារសហគ្រាសលៀងលេងនេះយើងនឹងបានឃើញបុគ្គលិកកម្មករប្រុសស្រីជាច្រើនអ្នកស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានមានបិទម៉ាស់ការពារនិងមានថង់ផ្លាស្ទិកគ្របសក់យ៉ាងរៀបរយដូចគ្នាកំពុងតែមមាញឹកញាប់ដៃញាប់ជើងទៅតាមជំនាញរៀងៗខ្លួនក្នុងការរៀបចំវេចខ្ចប់និងត្រួតពិនិត្យដំណើរការផលិតយ៉ាងយកចិត្តទុកដាក់នៅក្នុងសង្វាក់ផលិតកម្មរបស់សហគ្រាសនេះបានធ្វើឡើងប្រកបដោយអនាម័យនិងមានបច្ចេកទេសស្តង់ដារត្រឹមត្រូវក្នុងការផលិតដោយមានវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងឧស្សាហកម្មនិងសិប្បកម្មតាមកម្មវិធីស5នៅក្នុងសហគ្រាសផលិតកម្មប្រចាំឆ្នាំ2014និងអនុលោមតាមស្តង់ដារ ISO 9001:2015 នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហាររបស់ HACCP HACCP ផងដែរលោកលៀងលេងបានឲ្យដឹងថានៅក្នុងដំណើរការអាជីវកម្មសហគ្រាសរបស់លោកក៏បានជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនផងដែរប៉ុន្តែមកទល់ពេលនេះគ្រប់ផលិតផលទាំងអស់ក្នុងសហគ្រាសលៀងលេងកំពុងមានការទទួលស្គាល់យ៉ាងច្រើនលើសលប់លើគុណភាពអនាម័យនិងរសជាតិពីអតិថិជនជាអ្នកប្រើប្រាស់ផងដែរដែលនេះក៏ជាមោទនភាពមួយសម្រាប់លោកផ្ទាល់ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាដែលយើងមានផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយខ្លួនឯងមិនចាំបាច់នាំចូលពីបរទេសព្រមទាំងមានគុណភាពរសជាតិអនាម័យអាចប្រកួតប្រជែងជាមួយផលិតផលបរទេសថែមទៀតផងក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មដើម្បីឲ្យអតិថិជនគ្រប់គ្រងផលិតផលយើងគឺយើងម្ចាស់អាជីវកម្មដាច់ខាតទី1ត្រូវតែមានតម្លាភាពប្រព័ន្ធសុចរិតភាពក្រមសីលធម៌ហើយនឹងព្យាយាមផលិតនៅផលិតផលដែលមានគុណភាពនិងសុវត្ថិភាពមិនមែនត្រឹមតែគិតតែប្រាក់ចំណេញតែមួយមុខទេហើយនេះហើយគឺជាសកម្មភាពទាំងសហគ្រាសលៀងលេងផ្ទាល់ទាំងសមាគមអ្នកផលិតចំណីអាហារកម្ពុជាផ្ទាល់តែងតែយកចិត្តទុកដាក់បង្ហាត់បង្រៀនបញ្យលណែនាំដល់ម្ចាស់អាជីវកម្មផ្សេងទៀតធ្វើយ៉ាងណាឲ្យមុខមាត់នៃទំនិញខ្មែរមានទំនុកចិត្តកាលណាតែយើងផលិតផលមកมันមានប្រវត្តិទៅរូបច្បាស់លាស់มันមានដូចថាបង្ហាញពីអាសយដ្ឋានផលិតច្បាប់ផលិតច្បាប់អាជីវកម្មច្បាប់បើកសិប្បកម្មយើងមិនទាំងមានផងតើឲ្យគេគ្រប់គ្រងយ៉ាងម៉េចម្ល៉េះហើយទី1យើងដាច់ខាតត្រូវតែមានចុះបញ្ជីឲ្យបានគ្រប់លក្ខន្តិកៈ 100% នៃរាជរដ្ឋាភិបាលកម្ពុជាទី2យើងត្រូវគោរពទៅតាមលក្ខខណ្ឌសុវត្ថិភាពម្ហូបអាហារយើងផលិតមិនត្រូវផលិតនៅអ្វីដើម្បីយកតែប្រាក់ចំណេញទេគឺយើងផលិតទៅតាមរូបមន្តសុវត្ថិភាពម្ហូបអាហារដូចជាសហគ្រាសលៀងលេងបានអនុវត្តនេះនៅពេលដែលយើងធ្វើបានអ្វីដែលជាទំនិញដែលមានគុណភាពសុវត្ថិភាពហើយតម្លៃអាចប្រកួតប្រជែងបានគឺអ្នកគ្រប់គ្រងនឹងកើនឡើងហើយអញ្ចឹងអ្វីដែលយើងចង់ឲ្យគេគ្រប់គ្រងយើងតើតែយើងព្យាយាមធ្វើយ៉ាងណាឲ្យវាដូចថាបានទាំងគុណភាពបានទាំងតម្លៃដែលអាចប្រកួតប្រជែងបានឲ្យគ្នាគ្រប់គ្រងមិនបើទឹកត្រីគ្នាប្រូតេអ៊ីន3គេលក់តែ 5,000 រៀលហើយយើងបែរជាទៅប្រូតេអ៊ីនដូចគ្នាដែរយើងទៅលក់ 10,000 រៀលឲ្យគេគ្រប់គ្រងយ៉ាងម៉េចម្ល៉េះហើយយើងព្យាយាមធ្វើយ៉ាងណាផលិតនៅផលិតផលដែលអាចប្រកួតប្រជែងជាមួយទំនិញដ៏ផ្ទៃនៅលើទីផ្សារបានតម្លៃឲ្យសមនឹងគុណភាពឲ្យសមនឹងតម្លៃយើងមិនត្រឹមត្រូវយកអ្វីដែលជា
ប្រាក់ចំណេញមួយមុខយកមកធ្វើតែអាជីវកម្មនោះទេបាទក្នុងនាមខ្ញុំជា founder អ្នកផលិតចំណីអាហារកម្ពុជាខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាបាទព្យាយាមតាំងចិត្តក្នុងការប្រើប្រាស់នៅផលិតផលជាតិខ្មែរដើម្បីបង្កើននៃសេដ្ឋកិច្ចជាតិខ្មែរឲ្យកាន់តែប្រសើរឡើងហើយជួយជាចំណែកមួយរបស់រដ្ឋាភិបាលយើងក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងបាទទៅតាមរយៈខ្មែរគ្រប់គ្រងផលិតផលខ្មែរបាទខ្មែរគ្រប់គ្រងផលិតផលខ្មែរក៏ដូចជាខ្មែរជួយដល់ជាតិខ្មែរជួយដល់កូនចៅយើងជំនាន់ក្រោយដើម្បីឲ្យកូនចៅយើងនឹងមានការអភិវឌ្ឍមានសាលារៀនល្អមានមន្ទីរពេទ្យល្អមានស្ពានថ្នល់ល្អបាទហើយសប្តាហ៍ថ្ងៃនេះគឺយើងឃើញហើយថារាជធានីភ្នំពេញ10-20ឆ្នាំនេះគឺផ្លាស់ប្ដូរមុខមាត់ខ្លាំងមែនទែនដែលធ្វើឲ្យប្រទេសមួយចំនួនគាត់នឹកស្មានមិនដល់ថាខ្មែរអាចធ្វើបានបាទឥឡូវខ្មែរអាចធ្វើបានហើយមិនថាទឹកត្រីទឹកស៊ីអ៊ីវទេគឺយើងមាន ISO យ៉ាងដូចគ្នាបាទខ្មែរធ្វើបានមែនពីមុនអត់នឹកស្មានថារោងចក្រទឹកត្រីខ្មែរមាន ISO លំដាប់ថ្នាក់អន្តរជាតិបែបនេះតែឥឡូវខ្មែរធ្វើបានអញ្ចឹងទេសូមម្ចាស់អាជីវកម្មទាំងអស់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ព្យាយាមធ្វើយ៉ាងម៉េចឲ្យយោគយល់ពីគ្នាហើយក៏ជួយផ្សព្វផ្សាយគ្នាក្នុងលក្ខណៈម្ចាស់សហគ្រាសលៀងលែងផ្ទាល់បាទខ្ញុំមានការបដិញ្ញាចិត្តក្នុងកំឡុងពេលនេះគឺយើងព្យាយាមផលិតនៅផលិតផលដែលមានគុណភាពនិងស្តង់ដារដដែលហើយយើងព្យាយាមរក្សានៅថ្លៃដើមបាទគឺយើងមិនឆ្លៀតឱកាសយើងក៏ដូចជាយើងមិនចង់ធ្វើឲ្យមានការពុកម៉ែបងប្អូនយល់ច្រឡំថាអូចេះតែលក់តម្លៃផ្ដេសផ្ដាសអូចេះតែលក់តម្លៃប្រែប្រួលហើយដោយមិនគោរពទៅលើទីផ្សារសកលឬក៏អីទេអញ្ចឹងខាងសហគ្រាសលៀងលែងគឺមានឆន្ទៈយ៉ាងមុតមមបដិញ្ញាចិត្តថាព្យាយាមលក់នៅផលិតផលលៀងលែងក្នុងតម្លៃដដែលក្នុងឆ្នាំ2025-26ខាងមុខនេះគឺមិនឲ្យមានការឡើងថ្លៃឬក៏ធ្វើឲ្យមានការប៉ះពាល់ដល់ទឹកចិត្តរបស់អតិថិជនដែលបានគ្រប់គ្រងនោះទេបាទសូមអរគុណបាទនាពេលអនាគតសហគ្រាសលៀងលែងមានគម្រោងក្នុងការពង្រីកទីផ្សារផលិតផលរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេសដោយធានាបាននូវគុណភាពរសជាតិអនាម័យស្តង់ដារនិងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់និងឲ្យតម្លៃលើផលិតផលក្នុងស្រុកឲ្យបានច្រើនដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិផងនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផង